បាទសូមជម្រាបសួរប្រិយមិត្តដែលចូលស្ដាប់រឿងនៅក្នុង Channel និទានរឿងទាំងអស់គ្នាថ្ងៃនេះគឺយើងមានរឿងថ្មីមកមួយទៀតហើយគឺនិយាយអំពីបុរសម្នាក់គឺគាត់បានទៅទិញបាយស្រូបរបស់លោកជ័យម្នាក់ដែលលក់នៅផ្សារហើយក៏ឆ្ងល់ថាបាត់គាត់ទៅណាបន្ទាប់មកក៏បានទៅសួរពូអ្នកនៅលក់ចិត្តហ្នឹងហើយក៏បានដឹងថាយាយហ្នឹងក៏បានស្លាប់ហើយបន្ទាប់មកក៏យាយនឹងបានមកយល់សពឲ្យបងនឹងបានឃើញគាត់ជារូបរាងដូចជាហើយគាត់បាននិយាយដូចជាតោះឥឡូវបើយើងចង់ដឹងរឿងទាំងអស់បើចង់ដឹងរឿងពេញយើងមកស្ដាប់រឿងទាំងអស់ហ្មងទៅទាំងអស់គ្នាអញ្ចឹងកុំបង្អន់យូរយើងចូលមកដល់សាច់រឿងយើងតែម្ដងទៅអញ្ចឹងគឺខ្ញុំសូមដាក់ឈ្មោះឲ្យបងប្រុសហ្នឹងគឺឈ្មោះបងម៉ៅហើយយាយអ្នកលក់បាយហ្នឹងគឺយាយសំចឹងគឺបងម៉ៅគឺគាត់តែងតែជិះម៉ូតូមុននឹងធ្វើការហ្នឹងគឺគាត់តែងតែជិះម៉ូតូទៅទិញបាយរបស់យាយសំរហូតដោយសារតែយាយសំគឺគាត់ជាមនុស្សចិត្តល្អហើយមើលទៅគួរអាណិតដោយសារតែគាត់លក់តាមម្នាក់ឯងចឹងណាចឹងទៅគឺគាត់បងម៉ៅហ្នឹងគឺគាត់អត់ឃើញកូនចៅរបស់យាយសំហ្នឹងមកជួយលក់យាយសំហើយយាយសំហ្នឹងគឺគាត់ចិត្តល្អមែនតើចិត្តល្អខ្លាំងដោយសារតែពេលគាត់ទៅទិញហ្នឹងគឺគាត់តែងតែចាប់អារម្មណ៍ថាយាយសំហ្នឹងគឺដាក់សាច់ឲ្យគាត់ហ្នឹងច្រើនដូចសាច់ឌុបចឹងហើយអត់យកលុយទេហើយបងម៉ៅហ្នឹងគឺគាត់សុំជ្រក់សុំអីថែមចឹងទៅគឺយាយហ្នឹងតែងតែឲ្យរហូតហើយគាត់ទៅនឹងជាញឹកញាប់ដល់ថ្នាក់តែយាយសំហ្នឹងគឺដឹងថាបងម៉ៅហ្នឹងគាត់ចូលចិត្តញ៉ាំអីគាត់ទិញអីបរិយចឹងទៅមិនចាំបាច់កំងក៏យាយសំនឹងដឹងដែរហើយពេលគាត់ទៅទិញរហូតទៅយាយហ្នឹងគឺគាត់ដឹងចឹងទៅហើយគឺគាត់អាសាមកទិញយាយហ្នឹងហើយដោយសារតែគាត់មានអារម្មណ៍ថាអាណិតយាយហ្នឹងខ្លាំងដោយសារតែយាយសំហ្នឹងគឺមើលទៅដូចអត់មានកូនមានចៅទេគឺគាត់លក់ម្នាក់ឯងខំតស៊ូម្នាក់ឯងចឹងទៅហើយបងម៉ៅហ្នឹងគឺគាត់អាណិតគាត់អាសាមកជួយទិញញ៉ាំហើយណាមួយបាយគាត់ឆ្ងាញ់បាយសាច់ជ្រូកគាត់បាយស្រូបនៅនឹងឆ្ងាញ់ខ្លាំងអញ្ចឹងក៏បងម៉ៅហ្នឹងគឺគាត់តែងតែឧស្សាហ៍ទៅញ៉ាំបាយនៅនឹងដែរហើយថ្ងៃមួយគឺគាត់បានទៅទិញបាយនៅនឹងទៀតតែគឺទៅដល់គឺគាត់អត់ឃើញយាយលក់នៅនឹងទេសូម្បីតែចក្រានអីនៅនឹងគឺគាត់អត់ឃើញហ្មងសូម្បីតែឆាត់អីហ្នឹងគឺអត់ឃើញយល់គឺឃើញតែអាប្លង់នោះទទេស្អាតគ្នាដឹងឯនៅផ្សារយើងផ្សារយើងហ្នឹងមិនគេដូចនិយាយមិនអីនេះដូចគេដាក់ដូចជាតុកមួយអញ្ចឹងតែគាត់ធ្វើមកពីការ៉ូយើងប៉ាត់នេះបងស៊ីម៉ង់ឯអាហ្នឹងគេដាក់ស៊ីម៉ង់ឯដាក់ការ៉ូនៅនឹងយល់អ្នកនរគ្នាទៅសារថ្មីសារអីនៅកន្លែងគេញ៉ាំអីអ្នកនរគ្នាយល់ហើយអញ្ចឹងគឺគេធ្វើបែបហ្នឹងហើយគឺគាត់បានឃើញទទេស្អាតមិនឃើញតែការ៉ូទេហើយចឹងទៅគឺគាត់បានទៅសួរពូនៅលក់នៅចិត្តហ្នឹងគឺពូហ្នឹងគឺគាត់លក់ផ្លែឈើហើយពូហ្នឹងគាត់ឆ្ងល់ថាអាអូននេះមកមើលតូបអីនៅហ្នឹងដោយសារតែតូបនៅហ្នឹងគេរើយូរហើយពូនឹងឆ្ងល់ណាហើយបងម៉ៅហ្នឹងគឺគាត់បានមកសួរពូនឹងដែរគាត់សួរថាបាយស្រូបកន្លែងយាយហ្នឹងគឺទៅណាបាត់ហើយគឺមិនអត់ឃើញគាត់មកលក់អញ្ចឹងគាត់ឈឺមែនពូហើយពូហ្នឹងគាត់ថាអត់ឈឺទេគឺយាយហ្នឹងគឺគាត់បានស្លាប់បាត់ហើយដោយសារតែពេលគាត់ជៀនពងជៀនសាច់ជ្រូកគាត់លក់បាយហ្នឹងគាត់ពងជៀនសាច់ជ្រូកហ្នឹងម្លងពេលគាត់ជៀនហ្នឹងគឺផ្ទុះហ្គាសហ្នឹងទៅត្រូវគាត់ហ្នឹងទៅគាត់ស្លាប់គឺគាត់ស្លាប់យកហ្មងបងប្អូនអត់មានអីទេយល់តែផាំងទៅយកហ្មងនិយាយហើយទៅបងហ្នឹងបងម៉ៅហ្នឹងគឺគាត់អត់ជឿពូថាមិនដែលទេពូបើខ្ញុំទៅទិញបាយគាត់មិនសមមិញហ្នឹងហើយពូហ្នឹងក៏វិក្បាលហើយគាត់ថាមានណាគេរើទូបយាយហ្នឹងឡើងមួយអាទិត្យឯហ្នឹងហើយពេលនិយាយចង់ហើយបងម៉ៅហ្នឹងគឺគាត់មានអារម្មណ៍ថាតិចចុងដៃចុងជើងព្រឺក្បាលអីដែរតែគាត់អត់ខ្វល់ទេគឺគាត់ទៅដោយសារតែគាត់គិតថាគាត់ស្ដាប់ច្រឡំស្ដាប់អីចឹងណាចឹងទៅគឺគាត់ជិះទៅធ្វើការធ្វើអីគាត់តទៅហើយពេលយប់ឡើងពេលគាត់ដេកហ្នឹងគាត់យល់សពឃើញគាត់ហ្នឹងញ៉ាំបាយរបស់យាយរងអង្គុយនៅតូបដូចធម្មតាចឹងញ៉ាំបាយរបស់យាយហើយគាត់ថាបាយហ្នឹងមានអារម្មណ៍ថាត្រជាក់ដូចញ៉ាំទឹកកកហ្នឹងបងប្អូនត្រជាក់យហ្មងហើយបាយហ្នឹងរសជាតិដូចផេះបាយហ្នឹងរសជាតិដូចដីផេះចឹងណាហើយគាត់ក៏បានងើបមកពេលគាត់ភ្ញាក់ពីយល់សពគាត់ហ្នឹងគឺគាត់មានអារម្មណ៍ថាឆ្លក់ផ្សែងនេះអាផ្សែងពេលយើងធ្វើអីខ្លោចហ្នឹងបងប្អូនអាផ្សែង
nâng có tha chluộc sai thông khăn hiện chụp bây giờ chuyên sản chụp cloud nâng với chluộc sai nhưng nhiều mong có chluộc mà ta hăng ấy hay qua các bạn đá tại bao bộ uột về qua đá bao tại bao bộ uột nhưng cứ qua bạn khơi nơi trong làm chơi chất tiệt có nâng cứ khơi cái đặt sầm này chữ máy stroke hay khơi chụp cả đào pi nên đại khơi trong nơi nó chân cái đặt chụp cả chữ pi đào chọp bài nâng cái đào trắng hay có tha khơi thục khơi ấy một vạch đào nữa hay quậtมีรอมทางคลาดอย่างแต่ก็กับบานตะเกียงวิ่งให้กดคลาดก็คลาดชงอก็ชงอให้อย่างแต่คือกบบานตะเกียงวิ่งให้ไงบรรทบนั่นคือกบบานtừ mơ tiếtหาตูบgiấy bạc nơiกดnơiแต่เคยอดบางแต่ได้จึงกดกับบานเพื่อการเธอไอให้ไปยุบล้างคือกบบานเกณฑ์ติดกบบานเกณฑ์ให้คือกบบานอยู่สอบเคยกดนั่งได้กัดตูบgiấyหนึ่งให้giấyนั่งให้กดเต็งใบhay vậy nên hay thà tinh bài ở trai hay có thà ở cái dây ở liền đây hay vậy nên cứ quạt bạn duyên ca chừng muốn nó quạt vậy thà tinh bài ở trai cứ quạt bạn sẽ tinh bài ở trai nhưng trong mà ta hăng chứ tới có bọn nó bọn mày nó có quạt nhẹ tới cứ quạt thà ở tinh cái dây hay rồi mong dây nó có slot chỉ một đó không tiệt tinh bài ở trai cái này hay tới có bọn nó cứ quạt nhẹ bị kê nhưng mà là sao ta quạt dù đúng nó thấy chú biết là dương nhẹ bị sập rồi tới được sao tại dù sập nó dương hiện nhẹ đấy mà dương nhẹ bị kia rồi tới có nhẹ mà ta hăng có nhẹ từng không dù sập có nhẹ từng mình tên có nhẹ mà từng chừng ngàn đây chừng ngàn chứ hay có ban ini từ cái lại dây nên cái lại ấy hay có ban từ dây nên cái lại nâng thẳng cột lên nhằm bài dây như nâng hai dây gì ấy từ ban sọc ấy tới hay có cột lên dù sập khơi dây tầm bị ngày nâng từ chẳng cứ rương năng cứ chọc hay là đó thì trong mình đó thì kết thả rương năng vì của chuột chất của ấy chắc là đó thì chui của mình bạc nhôm phong là sao tại bờ nó đó thì cho chất rương bài bài chẳng tiếc cờ nhôm chỉ diêm xoáy rọc rương chẳng một chai chu này đó thì bạn snap cùng sen chẳng chỉ trong mình chop xong rồi đó thì chui chỉ like subscribe và share tới ai mất phe năng trong cửa sàn đó thì bạn snap lên cùng sen phong chỉ mình chopในวิดีโอខ្ញុំសូមអរគុណសូមជម្រាបលាអ្នកទាំងគ្នាបាយបាយ